จะសូមជំរាបសួរបងប្អូនអរគ្នាដោយសារមានការសំណូមពរពីកូនសិស្សគាត់ចង់ស្ដាប់និយាយអំពីបញ្ហាផ្លូវចិត្តចាអញ្ចឹងនិយាយបន្តអំពីបញ្ហាផ្លូវចិត្តដែលយាយបានឆ្លងកាត់ផ្ទាល់យាយសូមនិយាយអំពីខ្លួនឯងផ្ទាល់ចុះព្រោះយាយទទួលយកវាមកគឺវាពិបាកមិនមកខ្លះគឺយាយដឹងតែខ្លួនឯងអញ្ចឹងណាចាប៉ុន្តែអ្វីដែលយាយជួបអ្វីដែលយាយមានបញ្ហាអ្នកផ្សេងក៏ដូចគ្នាដែរប៉ុន្តែយាយយកអារម្មណ៍យកពីវាមកខ្លួនឯងដើម្បីឲ្យវាជាការឆ្លុះបញ្ចាំងសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាចាបញ្ហាផ្លូវចិត្តនេះបើយើងទុកវាយូរវាអាចបង្កើតបញ្ហាមួយរំខាននៅការងារប្រចាំថ្ងៃរបស់យើងវារំខាននៃកិច្ចការងាររបស់យើងហើយមួយទៀតវារំខាននៃការទំនាក់ទំនងចាព្រោះអីពេលដែលផ្លូវចិត្តរបស់យើងកើតឡើងមកវាធ្វើឲ្យយើងមានអារម្មណ៍ថាធុញធាប់ភ័យខ្លាចចាហើយការនិយាយស្ដីរបស់យើងគឺអត់សូវភ្ជាប់គេហៅថាអត់សូវភ្ជាប់វាល្អចានិយាយភ្លេចភ្លាំងអីចឹងទៅហើយមួយទៀតគឺវាធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាចសឹងថាពេលខ្លះគឺអត់មានអារម្មណ៍ថាទុកចិត្តណាបងប្អូនចាខ្ញុំពេលដែលបងជីដូនមួយខ្ញុំមួយហ្នឹងមនុស្សគាត់ក៏ចូលចិត្តជិះម៉ូតូរោខ្លាំងហើយចូលចិត្តនិយាយខ្លាំងគ្រាន់តែនឹកឃើញពីគាត់ក៏និយាយចង់ដាច់ខ្យល់ខ្លួនឯងដែរចាវាដូចងើខុបបេះដូងលោតសឹងចេញក្រៅតែម្ដងអារម្មណ៍ភ័យហើយពេលដែលនេះខ្ញុំត្រូវជិះម៉ូតូទៅណាមួយដូចជាទៅខាងផ្ទះម្ដាយរបស់នាងខ្ញុំចានាងខ្ញុំនៅជាមួយយាយរបស់នាងខ្ញុំតាមនាងខ្ញុំដឹងក្តីអត់ដឹងក្តីចាបន្ទាប់មកពេលដែលត្រូវចេញទៅខាងផ្ទះម្ដាយរបស់នាងខ្ញុំគឺនាងខ្ញុំងើបពីម៉ោង4យប់ចាហើយជិះម៉ូតូគឺអត់ហ៊ានបើកភ្នែកទេគឺបិទភ្នែករហូតចាដល់កន្លែងមួយដែលអត់មានផ្ទះគឺសឹងថាយើងទុនអស់ហើយខ្លួនសឹងថាបេះដូងយើងនេះវាសឹងថាវាចេញក្រៅសឹងថាដាច់ខ្យល់ហើយទេណាចាដល់ពេលយើងដល់កន្លែងចំណុចផ្ទះគេមួយចឹងទៅធូរចឹងទៅពេលដែលយើងទៅដល់កន្លែងហ្នឹងឃើញមន្ទីរពេទ្យចឹងទៅក៏ធូរមួយទៀតចឹងទៅចាវាដូចមនុស្សរស់ឡើងវិញចឹងណាចាដល់ពេលយើងទៅដល់ផ្ទះវិញបងប្អូនដូចយើងបានកើតម្ដងទៀតអញ្ចឹងចាហើយបើខ្ញុំវិញប្រឹងតាមនេះអីចុករយអស់ហើយនេះចុករយស្គែមរបស់ខ្ញុំនេះគឺចុករយហើយពោះរបស់យើងនេះគឺចាប់ដើមរឹងចុករយពេញនឹងឯងចុកឆ្អិតនៅនឹងឯងដោយសារអីពេលដែលយើងធ្វើដំណើរគឺយើងប្រឹងចាប្រឹងតាំងពីពោះប្រឹងតាំងពីស្គែមប្រឹងអស់ហើយបងប្អូនចាហើយជំងឺភ័យខ្លាចជំងឺថប់អារម្មណ៍ជំងឺបាក់ទឹកចិត្តជំងឺស្រេតគឺកើតលើខ្ញុំទាំងអស់ចាខ្ញុំព្យាបាលជំងឺមើលឆ្នាំពេទ្យឆ្នាំអីទៅវាអត់ជាចាហើយមួយទៀតយើងដកជាប់នឹងជំងឺបេះដូងរីកចាយើងដកជាប់នឹងអាហ្នឹងចាហើយអារម្មណ៍របស់យើងនេះគឺយើងគិតទៅរឿងអីផ្សេងទៀតចាហើយអត់ហ៊ានស្ដាប់គេនិយាយពីជំងឺទេគាត់តែគេនិយាយពីជំងឺបន្តិចគឺយើងភ័យយកហ្មងចាហើយពេលដែលយើងគាត់តែយើងនិយាយលេងសើចជាមួយគេពេលព្រឹកពេលថ្ងៃឬក៏ពេលល្ងាចគាត់តែយើងនិយាយលេងសើចមួយគេយើងគិតថាយប់នឹងយើងដឹងថាធ្វើទុកយប់នឹងយើងដឹងថាស្លាប់ដូចវាថាវាដូចជាប្រាប់យើងដូចជាវាខ្សឹបប្រាប់យើងថាអ្នកឯងស្លាប់អ្នកឯងចេះចោះទៅពេលអញ្ចឹងទៅយើងភ័យហើយបើបាត់ដៃរបស់ខ្ញុំបែកនេះរហូតហើយបាត់ដៃស្លេករហូតអត់មានឈាមទេចាហើយទៅពេលយើងចាប់ដើមរៀងស៊ូខ្លួនម្ដងគឺយើងអស់កម្លាំងរលីងហើយមុខមាត់យើងគឺស្លេកយូរហ្មងហើយអារម្មណ៍ភ័យខ្លាចនេះភ័យខ្លាចគ្រប់យ៉ាងតាំងពីភ្លៀងខ្យល់មេឃខ្មៅពេលល្ងាចបើពេលល្ងាចវិញគឺខ្ញុំឲ្យតែចាប់ដើមពីម៉ោង4ខ្ញុំចាប់ដើមនៅក្នុងបន្ទប់ម្នាក់ឯងហើយខ្ញុំយកភួយគ្របពេញខ្លួនហើយយកមកគ្របបន្ទប់ជាហើយទូរស័ព្ទខ្ញុំកាន់រហូតអញ្ចឹងបានភ្នែកខ្ញុំមានបញ្ហាទូរស័ព្ទខ្ញុំមើលសឹងថា24ម៉ោងចាបើអត់មានទូរស័ព្ទគឺខ្ញុំធ្វើទុកកាន់តែខ្លាំងពេលដែលយើងមានទូរស័ព្ទខ្ញុំអត់សូវថាវាធ្វើទុកដែរតែវាធូរចាហើយដៃរបស់ខ្ញុំគឺកាន់រហូតកាន់ដេកកេះកាន់ជាងកាសកាន់ព្រីភ្លើងពេលវាធ្វើទុកម្ដងណាចាហើយមួយទៀតខ្ញុំទៅណាក៏ដោយគឺបាយដាក់នៅថងតាមកប៉ៅយើងរហូតបាយលើមុនពីដំបងស្ករសយើងគិតថាយើងមានស្ករសហ្នឹងយើងញ៉ាំទៅវានឹងប្របាត់ធ្វើទុកអញ្ចឹងទៅដាក់ស្ករសតាមកប៉ៅអញ្ចឹងទៅចា
ដល់ពេលយើងចាប់ដើមអស់អារម្មណ៍នឹងស្ករសហ្នឹងយើងគិតថាខ្លួនឯងរោគកាពះអញ្ចឹងគេថាស្លាយើងញ៉ាំទៅវាព្យាបាលកាពះអញ្ចឹងស្លានៅក្នុងកប៉ៅខ្ញុំរហូតមកថងរហូតមកខ្ជាប់500ដាក់តាមកប៉ៅរហូតពេលណាដែលខ្ញុំមានអារម្មណ៍អត់ស្រួលខ្លួនខ្ញុំយកស្លានឹងយកមកញ៉ាំហើយពេលដែលយើងញ៉ាំគឺយើងស្រួលខ្លួនហ្មងចឹងតែយើងអត់ដឹងថាស្លាហ្នឹងវាជួយយើងបានអត់យើងអត់ដឹងទេអត់ដឹងសោះប៉ុន្តែពេលដែលយើងញ៉ាំទៅយើងវាមានអារម្មណ៍ថាកក់ក្ដៅចាហើយបាយដូចគ្នាពេលយើងមានអារម្មណ៍ថាអត់ស្រួលខ្លួនយកបាយនឹងមកញ៉ាំមកក៏យើងមានអារម្មណ៍ស្រួលខ្លួនដូចគ្នាហើយបើនៅក្នុងផ្ទះអត់មានបាយគឺយើងភ័យយកគ្នាហ្មងចឹងតែយើងអត់ឃ្លានអត់អីទេប៉ុន្តែតែអត់បាយគឺយើងភ័យហើយអ្នកផ្ទះអត់អីមិនអត់ដឹងទេដឹងតែត្រឹមមួយយ៉ាងថាបាយខ្ញុំគឺត្រូវតែនៅចានឲ្យមានហើយស្មាត់ទោះសចោលរាល់ថ្ងៃចាព្រោះយើងអត់បានជួនកាលក្នុងបាយយើងមានកប៉ៅក្បាលតនេកយើងក៏មានបាយដែរជួនកាលដាក់ចានចឹងទៅជួនកាលដាក់នឹងថងដាក់នឹងក្បាលតនេកនឹងអីចឹងទៅជួនកាលសមោចរោមពេញនឹងចឹងទៅហើយបើមុងខ្ញុំគេវិញក៏ដោកាត់គ្រប់មុងចាព្រោះយើងមានបាយមានម្ហូបនៅក្នុងហ្នឹងចាហើយគាត់តគេនិយាយពីរឿងបញ្ហាអ្នកនេះឈឺចេះអ្នកនោះគាត់តែគេនិយាយរឿងគេរៀនមុនអាគុំណាថ្ងៃសោះហើយយើងទុនដៃទុនជើងចាទុនដៃខ្យល់ហើយបងប្អូនដែលឃើញខែភ្លៀងអាខ្យល់មួយដែលវាវែងប៉ុណ្ណេះបងប្អូនវាអាសាវាអាហ្នឹងគេហៅខ្យងអីខ្ញុំមិនដឹងតែវាអត់មានស្នូកវាមានអីទេគាត់តែខ្ញុំឃើញខ្យងហ្នឹងខ្ញុំភ័យខ្លាចគេធ្វើអំពើខ្ញុំដែរទុនដៃខ្យល់បងប្អូនចាភ័យយកគប់ហើយបើគេហែលបនសពវិញខ្ញុំទៅពួនក្នុងបន្ទប់ទឹកអ៊ំខ្ញុំបន្ទប់ទឹកដែលមានផ្ទះថ្មអញ្ចឹងអាមានបន្ទប់ទឹកថ្មបន្ទាប់មកយកអាដៃយើងនឹងញុកតិចយកសលៃអីញុកទៅចឹងទៅហើយបើនិយាយពីរឿងបេះដូងរបស់យើងដូចម៉ាស៊ីនកិនស្រូវចឹងបងប្អូនបុកយកមកសឹងថាពេលហ្នឹងបើជ្រែកផែនដីបានគឺជ្រែកឲ្យផុតពីសំឡេងនឹងតែម្ដងហើយលឺចិត្តនេះថាវាចិត្តចុះអាលឺឆ្ងាយពីសលេងណាមកលឺមកតឹងវាមិនដឹងថានឹងភ្លេងខ្មោចអត់ផងក៏យើងឌុតទៅភ្លេងខ្មោចគឺយើងចាប់ផ្ដើមភ័យដើរអត់រួចទេបន្ទប់ទឹកក៏យើងដើរចូលអត់រួចដែរចាអញ្ចឹងអាចជំងឺភ័យខ្លាចនេះអាចជំងឺផ្លូវចិត្តនេះជំងឺស្រោចនេះគឺពិបាកខ្លាំងបំផុតតែម្ដងសឹងថាពិបាកជាងជំងឺផ្សេងទៀតណាបងប្អូនចាហើយពេលដែលខ្ញុំធ្វើទុកម្ដងណាដៃខ្ញុំចាប់ដើមតិចហើយបេះដូងខ្ញុំចាប់ដើមលោតភ្នែកខ្ញុំចាប់ដើមស្វាំងខ្ញុំចាប់ដើមចង់ក្អួតហើយអានេះរបស់យើងចុករយហើយបើវាធ្វើទុកយើងអាចគ្រប់គ្រងវាបានវានឹងចាប់ដើមធូរវិញចាប៉ុន្តែបើយើងអត់គ្រប់គ្រងវាបានទេចុករយតាមនេះចុករយស្ងួតអណ្ដាតស្ងួតរបេមាត់ភ្នែកយើងចាប់ដើមងាកទ្រុទមាត់យើងនេះក៏ចាប់ដើមងាកទ្រុហើយចាប់ដើមស្ពឹកបើដៃយើងចាប់ដើមស្ពឹកកញ្ញងចាប់ចេះម្ដងកញ្ញងយកចេះហ្មងចាហើយតម្រាំបើអ្នកខ្លះគាត់ថាអាចជួយខ្លួនឯងបានណាគាត់ធ្វើទុកត្រឹមតែ4-10នាទីកន្លះម៉ោងអីទេចាប៉ុន្តែខ្ញុំយកឈ្នះខ្លួនឯងបានខ្ញុំប្រក្រាបវាអត់បានខ្ញុំធ្វើទុករហូតបើខ្ញុំធ្វើទុកពីព្រឹកហើយខ្ញុំធ្វើទុករហូតតតែដល់ម៉ោង7យប់បើខ្ញុំចាប់ដើមធូរចាហើយបើយើងខ្លាចភ័យខ្លាចនៅពេលវេលាណាមួយគឺយើងធ្វើទុកពេលវេលាហ្នឹងចាដូចយើងធ្វើទុកនៅម៉ោងយើងខ្លាចពេលវេលាម៉ោងល្ងាចពេលល្ងាចគឺយើងធ្វើទុកមកហើយពេលម៉ោង4ណាគឺខ្ញុំចាប់ដើមដាក់ម៉ោងរោម្ដង10នាទីដើម្បីឲ្យវាឆាប់យប់ពេលដែលវាយប់គឺខ្ញុំគិតថាពេលយប់គឺជាពេលដែលខ្ញុំរស់ហើយពេលល្ងាចពេលអីនេះខ្ញុំគិតថាខ្ញុំមិនដឹងរស់អត់ទេវាដូចវាថាដូចគេប្រាប់យើងដូចមានអីខ្សឹបប្រាប់យើងអញ្ចឹងអារោគផ្លូវចិត្តនេះណាបងប្អូនពេលដែលយើងមានអាការៈអស់នឹងកើតឡើងមកយើងកុំគិតរឿងខាងអំពើអំពាន់ពេកយើងត្រូវទៅពិគ្រោះជាមួយពេទ្យដុកទ័រឲ្យបានច្បាស់លាស់ចាជំងឺស្រោចជំងឺផ្លូវចិត្តនេះគឺគេព្យាបាលជាទេចាអ្នកដែលឆ្លងកាត់ជាមួយវាទៅយល់ចាធ្វើទុកម្ដងសូម្បីតាអ្នកណាមកប៉ះខ្លួនក៏ចង់ឲ្យប៉ះដែរចាឮសំឡេងអីក៏បានដែរបើដល់ខែភ្លៀងវិញខ្ញុំគេងឲ្យដែរបានឆ្អែតទេខ្ញុំព្យាយាមដាស់ខ្លួនឯងភ្ញាក់ពីម៉ោង3ម៉ោង4គឺខ្ញុំអត់ឲ្យខ្លួនឯងគេងខ្ញុំចាប់ដើមមើលទូរស័ព្ទមើលអីចឹងទៅចាព្រោះអីខ្ញុំគិតថាពេលល្ងាចឡើងខ្ញុំចង់ឲ្យខ្លួនឯងគេងព្រោះពេលល្ងាចគឺជាពេលដែលខ្ញុំភ័យជាងគេបំផុត
ដល់ពេលខ្លះទៅវាបានកេងលក់បានដូចអ្វីដែលយើងគិតចាជួនកាលខ្ញុំលេបអាថ្នាំក្អកពើក្រក់ខំថ្នាំហ្នឹងមួយកេងលេបទៅជួនកាលអាយើងមួយកេងផងអាយើងវាមិនកេងផងចង់ដាច់ខ្យល់ក៏មានដែរនៅលើផ្ទះម្នាក់ឯងខ្ញុំធ្វើទុកភាគច្រើនខ្ញុំនៅក្នុងផ្ទះម្នាក់ឯងលើផ្ទះម្នាក់ឯងក្នុងបន្ទប់ម្នាក់ឯងគ្រួសារខ្ញុំបងប្អូនខ្ញុំចង់ឲ្យពួកគេដឹងពីអាការៈរបស់ខ្ញុំចង់ឲ្យពួកគេនៅក្បែរតែបើអ្នកដទៃខ្ញុំអត់ចង់ឲ្យដឹងទេព្រោះខ្ញុំអត់ចង់ឲ្យអ្នកណាគេឃើញខ្ញុំធ្វើទុកខ្ញុំអត់ចង់ឲ្យអ្នកណាគេដឹងពីសភាពដែលខ្ញុំធ្វើទុកទេពេលដែលធ្វើទុកម្ដងអ្នកដែលធ្លាប់ឆ្លងកាត់នៃបញ្ហាជំងឺផ្លូវចិត្តជំងឺស្រោចនេះទៅយល់ធ្វើទុកម្ដងក្រែមួយតឯងមកបងប្អូនចាប្រេះប្រាស់ពេញនឹងហើយដៃជើងរបស់យើងខ្លួនប្រាណយើងអត់ដែលចេះនៅស្ងៀមទេដៃជើងរបស់យើងកាន់ស្អីក៏កាន់ដែរឲ្យតែធូរស្បើយចាបើខ្ញុំបើមិនកាន់ដេចកេះទេកាន់ទូរស័ព្ទបើមិនកាន់ទូរស័ព្ទទេខ្ញុំកាន់ព្រីភ្លើងអាព្រីភ្លើងវែងនេះព្រីភ្លើងវាបែបនេះព្រីភ្លើងនេះអូអានេះថយក្រោតកាត់នេះមើលអូអានេះយើងថយក្រោតកាត់ឯងចាអាព្រីភ្លើងវែងនេះខ្ញុំកាន់វាជាប់យ៉ាងឯងដល់ពេលយើងចាប់ដើមមានអ្នកណាគេមកសួររយើងមកសួរងាប់អីគឺយើងចាប់ដើមភ័យទេអត់ចង់ឲ្យពួកគេមកទេហើយអត់ចង់ណាគេញញ៉ៃទេចង់ឲ្យមានតែអ្នកដែលយើងកក់ក្ដៅដូចយាយកក់ក្ដៅនឹងម្ដាយនៅក្បែរម្ដាយគឺធូរភ្លាមចាបើយើងកក់ក្ដៅនឹងបងប្អូនបានបងប្អូននឹងមកនៅក្បែរយើងគឺយើងធូរភ្លាមអញ្ចឹងក្នុងចំណោមអ្នកណាដែលយើងកក់ក្ដៅបានអ្នកនឹងនៅចិត្តគឺយើងកក់ក្ដៅតែម្ដងចាហើយវាឆាប់ភ័យណាស់បងប្អូនអាជំងឺហ្នឹងពេលដែលយើងធ្វើទុកគឺយើងកាន់តែភ័យហើយពេលដែលយើងភ័យយើងឮសលេងអីក៏បានដែរឮតែសលេងរោម៉ូតូគេរោក៏ចង់ដាច់ខ្យល់ដែរណាបងប្អូនចាអញ្ចឹងគ្មានអ្វីដែលពិបាកជាងជំងឺផ្លូវចិត្តដែលខ្ញុំទទួលរងខ្ញុំទទួលជំងឺផ្លូវចិត្តនេះដូចជា10ឆ្នាំខ្ញុំគិតថាមានតែលើស10ឆ្នាំចូលជិត20ឆ្នាំដឹងបងប្អូនចាព្រោះខ្ញុំធ្វើទុកវាតាំងពីខ្ញុំអាយុ17ចាខ្ញុំទទួលរងវាតាំងពីខ្ញុំដឹងក្តីប៉ុន្តែពេលហ្នឹងគឺយើងអត់តាន់ធ្វើទុកធ្ងន់ទេចាអាយុ17ឆ្នាំគឺខ្ញុំចាប់ផ្ដើមឈឺតែម្ដងចាចាប់ផ្ដើមឈឺម្ដងបន្តិចយូរយើងមើលថ្នាំមើលពេទ្យអត់ជាយើងទៅមើលគ្រូក៏អត់ជាយើងចាប់ដើមទឹកចិត្តមួយហ្នឹងវាចាប់ដើមធ្លាក់តែម្ដងហើយថ្នាំក្រុមហ៊ុនអីគេផ្សាយអីចឹងទៅយើងចេះជឿចេញទិញយកមកញ៉ាំទៅឆ្នាំក្រុមហ៊ុនខ្លះទិញមកញ៉ាំទៅយើងស្រួលខ្លួនទៅយើងអត់មានលុយបន្តទៀតដោយសារតែតម្លៃរឿងគូសន្នចាសេរីកាលហ្នឹង100000ជាងហ្នឹងសម្រាប់ខាងយាយគឺថ្លៃហើយព្រោះយាយអត់មានចំណូលចូលទេចាចឹងទៅក្រុមហ៊ុនខ្លះទៀតតម្លៃរឿងគូសន្នយើងញ៉ាំមកវាប្រតិកម្មចាយាយប្រតិកម្មថ្នាំហ្នឹងគឺប្អូនប្រុសរបស់យាយគាត់រស់ស៊ីចិញ្ចឹមទេគេយកប្រាក់ខែគាត់ឲ្យលុយនឹងឯងយកមកឲ្យយាយទិញថ្នាំពេលដែលយាយទិញថ្នាំដំបូងយាយយល់សពឃើញយាយចុះជាមួយទឹកលងចឹងទៅហើយពេលហ្នឹងគឺឲ្យតែយាយថាទិញថ្នាំហ្នឹងដឹងតែយល់សពអញ្ចឹងប៉ុន្តែយើងវាអត់គិតព្រោះអីពេលហ្នឹងគឺយើងវាអត់តាន់ថាយើងស្នងរូបអីទេយើងត្រឹមតែបើយើងនិយាយថាយើងគាត់នៅជាក្មេងស្រីម្នាក់ដែលអត់ដឹងអីចឹងណាដល់ពេលចឹងទៅយាយនៅតែទិញថ្នាំនឹងយកមកញ៉ាំទៀតញ៉ាំបាន3ថ្ងៃធ្វើទុកទាំង3ថ្ងៃដាច់ខ្យល់ហើយទេលំព្រើភ្នែកបែកផ្សែងអស់ស្ទឹងថាឃើញឋាននរកនិយាយត្រង់ហ្មងចាយាយក៏ទេទៅក្រុមហ៊ុនវាថាអីទេអានឹងធ្វើទុកដំបងជាងឯងភាសាទៅយាយក៏ញ៉ាំប្រហែលជាបានខ្ទង់ទៅ5ថ្ងៃយាយថាទៅរួចតែញ៉ាំទេដឹងស្លាប់ហើយចាប់តាំងពីថ្ងៃហ្នឹងមកយាយអត់បាយអត់បានទេតែអត់បាយតារៀងហេវតែបន្តិចគឺយាយញើខ្លួនបែកនោះស្រាក់រោដាច់ខ្យល់ចាអញ្ចឹងបានពីពេលហ្នឹងហើយគឺយាយអត់បាយអត់បានទេបាយត្រូវតែដាក់តាមកប៉ៅរហូតចាហើយក៏ជាពេលវេលាមួយដែលយាយលេបបាយលេបទឹកអត់ចូលដែរចាពេលវេលាហ្នឹងចាយាយលេបបាយលេបទឹកអត់ចូលខ្ទង់ប្រហែលជា5ឆ្នាំចាក្នុងជឿទឹកមួយថ្ងៃយាយញ៉ាំអត់បានមួយកែវទូចយើងហ្នឹងគឺអត់បានទេណាក្នុងមួយថ្ងៃយាយញ៉ាំបាយយាយញ៉ាំទឹកបានអស់ច្រើនបំផុតគឺ5ស្លាបព្រាបាយយើងចាហើយបាយក្នុងមួយថ្ងៃយាយញ៉ាំបាន1វែក
សឹងថាបានហ៎ញ៉ាំមួយគ្រាប់ពីរគ្រាប់មួយគ្រាប់ពីរគ្រាប់ហើយដេកលេបទៀតចាហើយទឹកសឡទឹកអីគឺយើងអត់បានមានរសជាតិញ៉ាំទេចាហើយរហូតដល់យាយស៊ីឈ្នួលគេយកលុយមកទិញថ្នាំនៅបំរើគេស៊ីឈ្នួលគេនឹងហើយយាយស៊ីឈ្នួលគេមួយខែតែ60000នេះចាសេរីនឹងមួយខែ60000ហើយទៅធ្វើនៅខាងភ្នំពេញមួយខែដូចជាបើមិន100000 80000យាយភ្លេចហើយចាយកលុយនេះមកទិញថ្នាំតែយាយចាប់ដើមអត់ស្រួលទៅក៏ចាប់ដើមត្រឡប់មកផ្ទះវិញពេលដែលត្រឡប់មកផ្ទះវិញគឺ5ឆ្នាំគឺយាយអត់ចេញក្រៅទេនៅតែលើផ្ទះស្មាត់ទោសជុះនោមហូបចុកអីគឺនៅលើផ្ទះទាំងអស់តែម្ដងចាឡើងដើររួចភ័យខ្លាចកាន់តែខ្លាំងខ្លាចសម្បីតែមនុស្សខ្លាចគ្រប់សពទាំងអស់ខ្លាចសម្បីតែខ្យល់ខ្លាចសម្បីតែភ្លៀងដែលយាយស្រឡាញ់ជាងគេបំផុតខែភ្លៀងគឺជាខែដែលយាយស្រឡាញ់ជាងគេបំផុតតែយាយខ្លាចជាងគេបំផុតទៅវិញចាអញ្ចឹងជំងឺផ្លូវចិត្តជំងឺស្រោចជំងឺបាក់ទឹកចិត្តនេះគឺវារងទុក្ខខ្លាំងជាងជំងឺផ្សេងទៀតបើសិនជាយើងខ្លួនឯងមានអាការៈជំងឺផ្លូវចិត្តអស់ហ្នឹងឬមួយក៏សាច់ញាតិរបស់យើងទី1បងប្អូនអរគ្នាត្រូវយកគាត់ទៅពេទ្យដើម្បីពិគ្រោះពិនិត្យសុខភាពឲ្យបានច្បាស់លាស់បើពិនិត្យមិនឃើញរាងកាយមានអ្វីទេសូមគិតគូរទៅពីផ្នែកផ្លូវចិត្តចារួចហើយក៏ឲ្យគាត់លេបថ្នាំតាមហ្នឹងហើយបងប្អូនអរគ្នាត្រូវលើកកម្លាំងចិត្តរបស់គាត់ព្យាយាមនាំគាត់ដើរលេងព្យាយាមស្ដាប់នៅហេតុផលនៃរឿងរ៉ាវដែលផ្លូវចិត្តដែលគាត់លាក់ទុកមិនថាជាជំងឺមិនថាជាអ្វីមួយទេព្រោះយាយពេលដែលយាយមានជំងឺមួយហ្នឹងគឺអត់មានអ្នកណាស្ដាប់យាយទេគឺយាយលើកទុកម្នាក់ឯងតោះសារអីយាយនិយាយទៅគឺអត់មានអ្នកស្ដាប់ចាហើយយាយបញ្ហាយាយខូចធ្មេញក៏ដោយសារតែយាយញ៉ាំថ្នាំគេដែរចាប៉ុន្តែយាយសុំអត់និយាយព្រោះអីដោយសារអីគេមិនមែនបានបង្ខំទេគេផ្សាយលក់ធម្មតាយើងគឺជាអ្នកញ៉ាំចាប៉ុន្តែក្រុមហ៊ុនហ្នឹងគឺក្រុមហ៊ុនដែលយាយទៅញ៉ាំហ្នឹងគឺគេបិទហើយចាបច្ចុប្បន្ននេះគឺបិទហើយចាប៉ុន្តែអានឹងយើងគឺជាអ្នកទៅញ៉ាំខ្លួនឯងទេគេមិនបានប្រខិតប្រខំយើងទេចាអញ្ចឹងយាយមានបញ្ហាខូចធ្មេញចាប៉ុន្តែសុខភាពរបស់យើងវារឹងមាំដោយសារតែយើងញ៉ាំថ្នាំនឹងមួយពេលដែរពេលហ្នឹងចាយើងមានកម្លាំងចិត្តនឹងវាដែរតែវាធ្វើឲ្យយើងមានបញ្ហាខូចធ្មេញទាំងអស់តែម្ដងធ្មេញយាយគឺខូចទាំងអស់អត់មានមួយណាដែលថាមិនខូចទេចាអញ្ចឹងយើងនិយាយអំពីប៉ុណ្្នឹងចុះហើយសម្រាប់បញ្ហាផ្លូវចិត្តហើយបងប្អូនអរគ្នាកុំតិទៅលើរឿងត្រូវអំពើអំព័ន្ធគេច្រើនពេកណាចាព្យាយាមរកដំណោះស្រាយរកមូលហេតុនៃបញ្ហាហ្នឹងចាជំងឺផ្លូវចិត្តរបស់យាយធ្លាប់ប្រាប់កូនសិស្សនៅវីដេអូមុនហើយកើតឡើងអំពីបញ្ហាគ្រួសារឪពុកម្ដាយប្រើហិង្សាម្ដាយរបស់នាងខ្ញុំស្រវឹងចាស្រវឹងច្រើនគ្រួសាររបស់នាងខ្ញុំគឺទទួលរងនៅគេហៅថាជាតិអត់ឃ្លានចាអត់ឃ្លានអត់មានបាយសូម្បីតែបាយញ៉ាំបាយក៏ដាច់ឆ្អែតចាហើយឪពុកម្ដាយគឺគាត់ពិបាកចាអញ្ចឹងយាយរងសម្ពាធទាំងអស់ហ្នឹងចាហើយនឹងសម្ពាធផ្សេងដែលយាយទទួលរងគឺសម្ដីសាច់ញាតិបងប្អូនដែលគាត់ដែលយាយឈឺគាត់ថាយាយខ្ជិលយាយអត់ចង់ធ្វើការងារអត់ចង់ធ្វើអ្វីមួយទៅធ្វើឲ្យខ្លួនឯងទៅជាឈឺអញ្ចឹងទៅមិនចង់ធ្វើការធានាយាយរងសម្ពាធជាច្រើនសម្រាប់មាត់សម្ដីពួកគាត់ចឹងហើយធ្វើឲ្យជីវិតរបស់យាយគឺរងបញ្ហាច្រើនចាបច្ចុប្បន្នយាយអាចធ្វើការធ្ងន់បានទេចាសុខភាពរបស់យាយគឺនៅតែអត់ល្អអាការៈធ្វើទុករបស់យាយនៅតែកើតមានគ្រាន់ថាវាមិនសូវញឹកញាប់ដូចពីមុនតែអាការៈធ្វើទុកនៅតែមានចាអារម្មណ៍ភ័យខ្លាចកើតមានខ្លះមិនដូចពីមុនចាលេបបាយលេបទឹកអាចលេបបានខ្លះគេហៅថាវាគួរសមជាងមុនចាតែឲ្យវាល្អ100%គឺអត់ទេចាបច្ចុប្បន្ននេះគឺនិយាយញ៉ាំថ្នាំតែមួយមុខទេចាហើយមួយមុខហ្នឹងមកប្រទេស20000ជាងដោយសារយាយអត់មានលទ្ធភាពក្នុងការញ៉ាំថ្នាំមួយអាទិត្យ100000ជាងកន្លះខែ100000ជាងទៅ20000យាយអត់មានលទ្ធភាពទេចាព្រោះរាល់ថ្ងៃយាយមានភារៈច្រើនសម្រាប់អ្នកផ្ទះដែលអ្នកផ្ទះគាត់ឪពុកម្ដាយរបស់យាយឪពុករបស់យាយគាត់ផុតមែនតែយាយនៅមានម្ដាយមានមីងមានបងប្អូនមានយាយចាសម្រាប់បងប្អូនគេរឿងប៉ុនគេតែយាយមានភារៈច្រើនសម្រាប់អ្នកមានកូនអញ្ចឹងហើយណាមួយក៏យាយអត់មានលទ្ធភាពក្នុងការទិញថ្នាំលេបមួយខែតម្លៃ30-40ម៉ឺនដែរចាយាយបានថ្នាំមកប្រទេសប៉ុណ្ណឹងយាយគិតថាវា
អាចទៅរួចសម្រាប់យាយហើយក៏សុខភាពរបស់យាយក៏វាមិនធូរស្បើយខ្លាំងវាមិនបាន100%តែបច្ចុប្បន្នគឺបាន60%ចាអរគុណណាស់ផ្ញើជូនសម្រាប់កូនសិស្សដែលចង់បាននៅអំពីបញ្ហាផ្លូវចិត្តនេះយាយបកស្រាយចែកជូនដល់បងប្អូនចាអាចថារឿងខ្លះវាមានច្រើនតែអ្វីដែលយាយចងចាំគឺយាយនិយាយបានប៉ុណ្ណឹងអរគុណសុខសប្បាយសុខជំនឿ